ភាពស្ងប់ស្ងាត់នៅខាងក្រៅផ្ទះតូចបិទបាំងនៅព្យុះកំហឹងដែលកំពុងឆាបឆេះក្នុងទ្រូងរបស់ភិរមគេឈរសម្លឹងមើលរូបភាពប្រពន្ធដែលកំពុងអង្អែថ្ពាល់មិត្តសម្លាញ់តាមចន្លោះបង្អួចក្នុងចិត្តភិរមពេលនេះលែងមានពាក្យថាមិត្តភាពឬសេចក្តីស្រឡាញ់ទៀតហើយមានតែការចង់បំផ្លាញអ្នកទាំងពីរឲ្យខ្ទេចខ្ទីប៉ុណ្ណោះភិរមដើរថយក្រោយយឺតរួចបាត់ខ្លួនទៅក្នុងភាពងងឹតសម្ដៅទៅរកឡានរបស់គេដើម្បីយកវត្ថុមួយយ៉ាងដែលគេលាក់ទុកនៅក្នុងបន្ទប់សុកកំពុងតែភ្លេចខ្លួនក្នុងអន្លង់ស្នេហ៍ក្លែងក្លាយរបស់នារីគេទាញកុំព្យូទ័រយួរដៃមកបើករត់ចុចលេខកូដសម្ងាត់យ៉ាងលឿនដើម្បីបង្ហាញចំនួនលេខ0ក្នុងគណនីឲ្យនារីមើលចុះនារីនេះគឺជាលុយដែលខ្ញុំរកចេញពីក្រុមហ៊ុនភិរមបន្តិចម្ដងក្នុងរយៈពេល3ខែនេះវាមាន$7,000,000ហើយសុកនិយាយទាំងអួតអាងនារីសម្លឹងមើលអេក្រង់ចឹងភ្នែកមិនដាស់នាងលួចចាំលេខកូដសម្ងាត់ដែលសុកទើបតែចុចមិញនេះ SUKH777 អស្ចារ្យណាស់លោកគ្រូសុកចុះបើបងភិរមដឹងតើគាត់អាចប្តឹងយកលុយនេះត្រឡប់ទៅវិញបានទេនារីសួរដល់ល្បិចគ្មានផ្លូវព្រោះរាល់ការផ្ទារប្រាក់សុទ្ធតែមានហត្ថលេខារបស់វាទាំងអស់វាមិនដឹងខ្លួនឯងផងថាឯកសារដែលវាកំពុងចុះឲ្យខ្ញុំរាល់ថ្ងៃគឺជាការផ្ទះកម្មសិទ្ធិផាំងសំឡេងធាក់ទ្វារយ៉ាងខ្លាំងធូរឲ្យអ្នកទាំងពីរភ្ញាក់ព្រឺតភិរមដើរចូលមកទាំងកាន់កំភ្លើងខ្លីមួយដើមក្នុងដៃទឹកមុខគេក្រហមងាំងដោយបិសាចអាសុកមីនីរីពួកឯងទាំងពីរអ្នកសំស្លាប់ណាភិរមស្រែកខ្លាំងៗទាំងញ័រដៃសុកស្ទុះក្រោកឈរមុខប្រែជាស្លេកដូចក្រដាស់ភិរមស្ដាប់យើងសិននេះមិនមែនដូចអ្វីដែលឯងឃើញទេយើងគ្រាន់តែចង់សាកចិត្តនារីឲ្យឯងតាសាកចិត្តដល់ថ្នាក់ឡើងមកអង្គុយលេបផ្លូវគ្នានឹងមែនទេភិរមភ្ជុងកំភ្លើងទៅចំក្បាលសុកយើងទុកចិត្តឯងដូចបងប្អូនយើងឲ្យឯងគ្រប់យ៉ាងតែឯងបែរជាមុខលួចប្រពន្ធយើងលួចលុយយើងនារីឃើញស្ថានភាពមិនស្រួលនាងស្ទុះទៅចាប់ដៃភិរមបងភិរមកុំធ្វើអីឈួតបើបងសម្លាប់វាបងនឹងត្រូវជាប់គុកស្ដាប់អូនសិនអូនធ្វើបែបនេះដើម្បីរកភ័ស្តុតាងឲ្យបងទេចេញទៅមីស្រីក្បត់ឯងកុំមកប្រាសម្ដីក្អែបបងអៀងទៀតភិរមច្រាននារីដួលទៅលើឥដ្ឋរួចសម្លឹងមើលសុកដោយខ្សែភ្នែកពិឃាតក្នុងខណៈដែលភិរមរៀបនឹងកេះកៃសុកដែលជាមនុស្សមានល្បិចក៏ប្រើល្បិចចុងក្រោយគេធាក់ទុកឲ្យដួលរំលំដើម្បីបាំងខ្លួនរួចស្ទុះទៅចាប់កម្មបញ្ជាផ្លែឈើលើតុមកវិញភិរមបើឯងបានយើងឯងក៏មិនបានរស់ដែរលុយទាំងអស់ក្នុងគណនីឯងគ្មានថ្ងៃយកបានវិញទេបើគ្មានលេខកូដពីយើងសុកស្រែកតបវិញទាំងភ័យផងខឹងផងការប្រជុំមុខគ្នារវាងមិត្តក្បត់និងបឌីដែលត្រូវគេបោកប្រាស់បានឈានដល់ចន្លោះកំពូលនារីដែលដេកលើឥដ្ឋភ្នែកនាងសម្លឹងមើលទៅកុំព្យូទ័រដែលនៅតែបើកចំហនាងដឹងថានេះគឺជាឱកាសតែមួយគត់ដើម្បីបញ្ចប់រឿងគ្រប់យ៉ាងនាងលូនទៅរកកុំព្យូទ័រយឺតខណៈដែលបរិវត្តទាំងពីរនាក់កំពុងជាប្រមាថគ្នានៅក្នុងបន្ទប់ដែលពោពេញដោយភាពតានតឹងហ៊ីរុំនិងសុកកំពុងប្រឈមមុខគ្នាយ៉ាងស៊ីសាច់ហុតឈាមសំឡេងជេរប្រមាថនិងការគំរាមកំហែងបានធ្វើឲ្យពួកគេមិនបានចាប់អារម្មណ៍ពីសកម្មភាពរបស់នារីឡើយនារីលួនទៅដល់កុំព្យូទ័ររៀមដៃញ័រទៅត្រឹករបស់នាងវេលេខកូដសម្ងាត់ SUKH777 ដែលនាងលួចចាំផ្ទាំងកណនីសម្ងាត់របាក់ឡើងនាងប្រញាប់វេបញ្ជាផ្ទេរប្រាក់ជិត$1,000,000នោះត្រឡប់ទៅក្នុងកណនីដើមរបស់ក្រុមហ៊ុនវិញភ្លាមអាសុកអញស្លាប់ទៅភិរមសម្រាប់ចិត្តកេះកៃកំភ្លើងផាំងគ្រាប់កំភ្លើងបានហោះទៅត្រូវស្មារបស់សុកធ្វើឲ្យគេដួលខ្ទាតទៅម្ខាងប៉ុន្តែក្នុងពេលជាមួយគ្នាសុកក៏បានគប់កាំបិតក្នុងដៃសម្ដៅទៅភិរមវិញដែរកាំបិតបានមុតចំដើមដៃភិរមធ្វើឲ្យកំភ្លើងជ្រុះពីដៃបុរសទាំងពីរនាក់ស្ទុះទៅចំបប់គ្នាលើអ៊ីតដូចសត្វព្រៃសុកដែលជាមនុស្សមានល្បិចបានច្របាច់កភិរមយ៉ាងណែនឯងវាល្ងងតាំងពីដើមភិរមទ្រព្យសម្បត្តិប្រពន្ធនិងជីវិតឯងសុទ្ធតែជារបស់យន្តឈប់ភ្លាមនារីស្រែកឡើងទាំងដៃកាន់កំភ្លើងដែលភិរមជ្រុះមិញនេះនាងភ្ជុំទៅចាំសុកលុយទាំងអស់ខ្ញុំបានផ្ទេរទៅឲ្យក្រុមហ៊ុនវិញអស់ហើយឯកសារផុសតាងដែលលោកធ្វើបាបខ្ញុំនិងលួចបន្លំក៏ខ្ញុំបានផ្ញើទៅកាន់អ៊ីមែលរបស់ប៉ូលីសនិងមេធាវីរួចរាល់ដែរសុកភៀងស្មារតីដៃដែលកំពុងច្របាច់កភិរមប្រែជាទន់ជ្រាយនាងហ៊ានធ្វើដល់ថ្នាក់នឹងផងមែនទេមិនយូរប៉ុន្មានសំឡេងស៊ីរ៉ានឡានប៉ូលីសបានបន្លឺឡើងយ៉ាងត្រហឹងជុំវិញភូមិគ្រឹះអ្នកបម្រើដែលដឹងរឿងបានហៅប៉ូលីសមកជួយតាំងពីលឺសំឡេងកំភ្លើងផ្ទុះដំបូង
ប៉ូលីសបានសម្រុកចូលមកក្នុងបន្ទប់សុកត្រូវបានក្រវាត់កលើអ៊ិតនិងដាក់ខ្នក់ភ្លាមគេសម្លឹងមើលនារីដោយកែវភ្នែកពោពេញដោយការស្អប់ខ្ពួមប៉ុន្តែនាងសម្លឹងទៅគេវិញដោយភាពជឿជាក់និងអស់សំណើចលោកគ្រូសុកលោកបានបង្រៀនឃាមថាកុំទុកចិត្តអ្នកណាងាយឥឡូវលោកដឹងរសជាតិដែលត្រូវគេក្បត់វិញហើយមែនទេនារីនិយាយតែងទឹកមុខត្រជាក់ស្រប់3 ខែក្រោយមកសុកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឆោបបោកជួញដូរគ្រឿងញៀនខុសច្បាប់និងពុនប៉ងមនុស្សឃាតរាល់ទ្រព្យសម្បត្តិដែលគេលួចបន្លំត្រូវបានរឹបអូសត្រឡប់មកវិញទាំងអស់ចំណែកភិរមក្រោយពីជាសះស្បើយពីរបួសគេបានព្យាយាមសូមអភ័យទោសពីនារីចំពោះភាពងងងុលនិងការប្រើហ៊ីងសារបស់គេលុតជង្គង់នៅចំពោះមុខនាងនារីបងខុសហើយបងវាល្ងងដែរជាមិត្តជាងជាប្រពន្ធសូមឲ្យបងមានឱកាសកែខ្លួនផងបានទេនារីសម្លឹងមើលភិរមយ៉ាងអាណិតប៉ុន្តែនាងក្រវីក្បាលតិចបងភិរមរបួសលើខ្លួនប្រាណវាអាចជាសះស្បើយតែរបួសក្នុងចិត្តដែលបងបានធ្វើលើអូនវាមិនងាយរលាយបាត់ទេអូនបានជួយបងនិងក្រុមហ៊ុនរួចរាល់ហើយចាប់ពីថ្ងៃនេះទៅយើងផ្លូវអ្នកណាផ្លូវអ្នកនឹងចុះនារីដើរចិនពីភូមិគ្រឹះនោះទាំងស្ពាយកាបូបតែមួយគត់នាងចាស់ចិនទៅដោយសេរីភាពទៅកាន់ជីវិតថ្មីដែលគ្មានការបោកប្រាស់និងគ្មានស្រមោលរបស់ស្មានចាស់ទៀតឡើយ